លោកបានដឹងហើយខ្ញុំដឹងថានាងគឺជាមេបកកលាបឈាមខ្ញុំនៅដឹងទៀតថានាងរៀបការជាមួយខ្ញុំគឺដើម្បីស្វែងរកគុយពណ៌ស្វាយតើនាងចង់បកស្រាយជាមួយខ្ញុំយ៉ាងម៉េចទៅជាយានលីអ្វីត្បិតតែខ្ញុំមិនអាចបញ្យល់លោកពេលនេះតែសូមលោកជឿជាក់លើខ្ញុំនឹងមិនធ្វើលោកឈឺចាប់ទេអញ្ចឹងមានន័យថានាងមិនបកស្រាយអ្វីទេមែនទេខ្ញុំអាចធានាបានយ៉ាងម៉េចទៅរ៉ាន់យើងជាប្តីប្រពន្ធនឹងគ្នាខ្ញុំមានសិទ្ធិនៅក្នុងការដឹងស្ពីសមាជិករបស់នាងតើនាងជាអ្នកណាកុលាបឈាមពិតជាដោយការសង្ស័យមែនហេតុផលដែលខ្ញុំរៀបការជាមួយលោកដោយសារតែគុជពណ៌ស្វែងចាប់តាំងពីម៉ាក់ខ្ញុំចាក់ចេញទៅខ្ញុំត្រូវស្នងតំណែងកូនបើរកគុជពណ៌ស្វែងមិនឃើញទេមនុស្សក្នុងកុលាបឈាមនឹងមិនរួបរวมគ្នាទេបានខ្ញុំមានសំណួរមួយទៀតចង់សួរនាងបើនាងបានគុជពណ៌ស្វាយហើយនាងចាក់ចេញពីខ្ញុំទេលោកចង់ធ្វើអីលើខ្ញុំទេនាងចង់បានគុជពណ៌ស្វាយមែនទេខ្ញុំអាចឲ្យនាងបានតែខ្ញុំមានសំណើមួយបានន័យថាម៉េចកុំចាក់ចេញពីខ្ញុំម៉ែពួកយើងគិតខុសហើយឈិនរ៉ាន់មិនមែនជាមនុស្សល្ងងនាងមិនមែនជាមនុស្សធម្មតាទេពេលនេះបងយាយឈិនចូលគុកហើយពួកគេប្រកាសជាមិនដោះលែងពួកយើងទេតែឈិនរ៉ាន់គឺជាក្មេងមកបញ្ចុះបន្តែនាងជាអ្នកប្រាប់ខ្ញុំនៅខ្លួនឯងជាច្រើនឆ្នាំមកនេះនាងសម្ដែងធ្វើជាឈួតទេហើយម្យ៉ាងទៀតការដែលនាងព្រមរៀបការជាមួយជាយានលីគឺជាការសហការរបស់ពួកគេលោកជាអ្នកណាយករបស់នេះហើយទៅចាត់ការនាងទៅលោកចង់ចម្រើនរបស់នេះសម្រាប់ឈិនរ៉ាន់មែនទេអត់ទេមនុស្សម្នាក់នេះពិបាកសម្រាប់ណាអ្នកណាប្រាប់ឲ្យនាងចាត់ការឈិនរ៉ាន់ខ្ញុំឲ្យនាងចាត់ការគ្រូសាសៀវគឺសៀវវ៉ាន់នាងចាត់ការនាងហើយទំនាក់កំហុសដាក់ឈិនរ៉ាន់ទៅហេតុអីលោកជួយពួកយើងគឺព្រោះតែឈិនរ៉ាន់ខ្ញុំសម្រេចចិត្តហើយខ្ញុំនឹងនៅជាមួយលោកមិនចាក់ចេញទៅណាទេគុជពណ៌ស្វាយពេលនេះនាងបានគុជពណ៌ស្វាយហើយតើនាងចង់រកចោលខ្ញុំមែនទេអត់ទេខ្ញុំកំពុងតែគិតថាលោកស្លាញ់ខ្ញុំពីពេលណាទេនាងចង់ដឹងមែនទេប្រកាសណាស់ដំបងឡៃលោកគិតថាខ្ញុំជាមនុស្សល្ងងមែនទេប្រកាសហើយគឺតាំងពីដំបូងនាងចាំមិនបានទេយ៉ាងម៉េចទេខ្ញុំចាំមិនបានទេមែនហើយនាងចាំមិនបានតាមពិតទៅក្នុងចិត្តរបស់នាងមានតែគុជពណ៌ស្វាយនាងនៅប្រាប់ទៀតថានាងនឹងបង្កើតកូនឲ្យខ្ញុំមួយចាប់ផ្ដើមទេមិនបាយសាច់ខ្ញុំទេខ្ញុំនឹងធ្វើម្ហូបឲ្យនាងញ៉ាំលោកជីលោកឲ្យគុជនោះទៅអ្នកស្រីចុះជីវិតរបស់លោកវិញគ្រូពេទ្យចៅខ្ញុំយ៉ាងម៉េចហើយរៀបចំក្តាប់ជួទៅលោកគ្រូពេទ្យសូមអង្វរជួយចៅរបស់ខ្ញុំផងលោកគ្រូពេទ្យសូមជួយចៅរបស់ខ្ញុំផងទៅសូមជួយសង្គ្រោះចៅខ្ញុំផងសូមជួយសង្គ្រោះចៅខ្ញុំផងអ្នកណាក៏បានដែរជួយចៅខ្ញុំផងក្មេងនេះប្រហែលជាអាចសង្គ្រោះបាន